นយើងសពថ្ងៃនេះផុយណាស់ណាញោមប្រពៃណីខ្លួនជាតិសាសន៍ខ្លួនប្រវត្តិរបស់ខ្លួនអត់សូវដឹងទេដាក់ក្នុងជីវៈប្រវត្តិរូបអត្តសញ្ញាណប័ណ្ណសិទ្ធិជនជាតិខ្មែរកាន់ពុទ្ធសាសនារក្សាប្រពៃណីដូនតាប៉ុន្តែព្រះប្រសូតថ្ងៃណាមិនទាំងដឹងផងហើយថ្ងៃកំណើតព្រះឯងប៉ុណ្ណាណីមិនទាំងដឹងថ្ងៃប្រពៃណីចូលឆ្នាំថ្ងៃវប្បធម៌ជាតិរបស់ខ្លួនឯងមិនដឹងផងស្រាប់តែវប្បធម៌ដតីសាសដតីបុណ្យគេដតីសោះអូយផ្អើលជ្រុលជ្រើមភ្លុកទឹកភ្លុកដីជូនពរជូនជ័យដល់គ្នាទៅវិញទៅមកតាំងពីអ្នកវត្ថុតាំងពីអ្នកទូរទស្សន៍តាំងពីពិធីការនីអីផ្អើលភ្ញាក់ទៅរឿងវប្បធម៌គេចោះអាវប្បធម៌ខ្លួនឯងថ្ងៃមៀកបូជាថ្ងៃទស័កបូជាថ្ងៃកំណើតព្រះគេឈប់គេសម្រាកឲ្យទៅធ្វើបុណ្យគ្មានទៅធ្វើគ្មានសិក្សាគ្មានយល់អីទេដូច្នេះហើយគេអូសទាញណាស់វប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរាយជាតិថ្កានហើយវប្បធម៌រលត់ជាតិរលាយបើវប្បធម៌ពុនរាយជាតិថ្កានដូច្នេះត្រូវថែរក្សាប្រពៃណីវប្បធម៌យើងបំបត្តិវប្បធម៌ប្រពៃណីបដាទៅយកប្រពៃណីគេមកដាក់ខ្លួនអញ្ចឹងហាក់ដូចជាមនុស្សយើងអត់ព្រលឹងវប្បធម៌ហ្នឹងជាព្រលឹងជាតិដល់យើងអត់ព្រលឹងដើរយកប្រពៃណីគេមកដាក់ខ្លួនប្រពៃណីប្រទេសខ្លះគេកវត្តចោលហើយឯងខំរឹសមកធ្វើលយតាមពិតទៅនឹងឲ្យគេប្រយ័ត្នកូនប្រយ័ត្នចៅអញ្ចឹងបានអប់រំឲ្យកូនហ្នឹងបើកូនហ្នឹងដើរផ្លូវល្អគ្រួសារហ្នឹងល្អហើយចឹងបានលោកប្រយ័ត្នណាស់នេះធរខ្សែគប់លោកហៅថាសัพពរិសោបសង្ឃសេវៈឯធរទី3ចក្រធរទី3លោកហៅថាអត្តសម្មាបណៃធិតម្កល់ខ្លួនដោយប្រពៃតែតម្កល់ខុសរៀបចំកន្លែងខុសតម្កល់លើចក្រានវានៅលើចង្ក្រានណាញោមតម្កល់នៅកន្លែងណានៅកន្លែងនោះតើញោមញាតចង់តម្កល់ខ្លួននៅកន្លែងណាកន្លែងនរកកន្លែងប្រែតកន្លែងអសុរកាយកន្លែងដេរឆានកន្លែងមនុស្សបើតម្កល់ខ្លួនឲ្យទៅជាមនុស្សតលតែមានច្បាប់មានទម្លាប់ក្នុងខ្លួនមានសិលធម៌ស្គាល់ចាស់ស្គាល់ទុំស្គាល់ម៉ែស្គាល់ឪអានឹងមានច្បាប់ចឹងរសាសិលធ្វើបន់ទានអីទៅអ្នកនឹងឯងតម្កល់ខ្លួនមកកន្លែងមនុស្សហើយអនាគតទៅកើតជាមនុស្សទៀតគេហៅថាមនុស្សស័កមនុស្សសោរួចបើតម្កល់ខ្លួនមិនដឹងគុណម៉ែមិនដឹងគុណឪតម្កល់ខ្លួនជាបែបអ្នកលេងផ្លិចគុណល្មិលគុណសូវចេះគ្រប់ចាស់ទុំអានឹងតម្កល់ដូចដេរឆានអញ្ចឹងអនាគតទៅនឹងคล้ายទៅជាដេរឆានឯងបានគេហៅថាមនុស្សដេរឆានណោហើយបើតម្កល់ខ្លួនជាអ្នកកັບជាអ្នកចាក់ជាអ្នកវាយបហាអនាប៉ះកັບអនាប៉ះវាយមិនស្គាល់ម៉ែមិនស្គាល់ឪទេមនុស្សនោះឯងកំពុងតែតម្កល់ខ្លួនក្តៅក្រហាយខ្លាំងណាស់ដូចភ្លើងនរកភ្លើងអីកំពុងឆេះចឹងមនុស្សនេះឯងតម្កល់ខ្លួនកន្លែងនរកអនាគតទៅនរកហើយកំពុងតែតម្កល់ថាខ្លួនអញដូចពួកនរកអញ្ចឹងព្រោះបកែខាងឆេវឆាវដូចភ្លើងឆេះអ្នកមួយទៀតតម្កល់ខ្លួនជាអ្នកខ្វះអើយខ្វះលួចកេងកັບឆ្លោះម៉ែឪឯងបងប្អូនឯងសំបីតដីមកចាអាមតាមវ័យគ្នាកັບចាក់គ្នាប្តឹងផ្ដាល់គ្នាឆ្លោះទាស់កេងកັບរបស់លឺលួនតិចតួចទៅឯនេះលួចឯនេះទៅឯនោះលួចឯនោះតម្កល់ខ្លួនឯងជាមនុស្សខ្វះមិនចេះគ្រប់អានឹងដល់តែស្លាប់ទៅកើតជាប្រែតដែលគេហៅថាមនុស្សសប៉ែតោមនុស្សនឹងវាតម្កល់ខ្លួនឯងមករកកន្លែងខ្វះហើយអ្នកតម្កល់ខ្លួនឯងទៅជាក្តៅក្រហាយវិញគេហៅថាមនុស្សនេរយីកោមនុស្សនរោហើយបើយើងតម្កល់ខ្លួនជាមនុស្សទេវតាមនុស្សមានធម៌កតញ្ញូមនុស្សមានសិលមនុស្សចេះជួយសង្គ្រោះអ្នកដទៃមនុស្សមានចិត្តល្អនឹងខ្លួនរូបរាងកាយជាមនុស្សប៉ុន្តែទឹកចិត្តដូចទេវតាមនុស្សនេះអនាគតទៅនឹងទៅទេវតាដែលគេហៅថាមនុស្សទេវោញោមមើលឃើញដែរចុះញោមទាំងអស់គ្នាតម្កល់ខ្លួនបែបណាបើតម្កល់ឲ្យល្អក្នុងនាមជាកូនតម្កល់ខ្លួនជាកូនល្អត្រូវមានតួនាទីជាកូនល្អផតោនេសង្បរិសាមិពីដើមម៉ែឪចិញ្ចឹមយើងឥឡូវដល់យើងចិញ្ចឹមគាត់កិច្ចចាំងនេសង្ករិសាមិបើម៉ែឪមានកិច្ចកូនក៏មកជួយកិច្ចការងារគាត់ក៏លវាងសង្តបេសាមិពូធ្លាប់ធ្វើល្អកូនធ្វើល្អតាមដែរទាយាចាំងបដិបជាមិកៃអកពីម៉ែឪចែកឲ្យថែរក្សាទុកជាអនុស្សាវរីយ៍មិនមែនលក់ខ្ទេចមិនមែនលក់ខ្ទីអត់អនុស្សាវរីយ៍ពីម៉ែពីឪទេនេះម៉ែឪនៅរស់ជូនបាយទឹកនំចំណីត្រីសាច់សពុតសៅអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសគក់ច្បាច់អស់អញ្ញរំកិញចិត្តហើយបើគាត់ស្លាប់ទៅហើយដូចជាក្នុងរៀបរាប់ប្រាប់មិញហ្នឹងណាលោកឧបាសកសុំកឹមឈូនអញ្ចឹងទៅគាត់ស្លាប់បាត់ទៅយើងនាំគ្នាធ្វើតេខេណានុបទានដែលអង្គទូនីតិនៃកូនល្អគេថាតេខេណាអនុបតិសតិឬតេខេណាអនុបតិសាមិអញ្ចឹងបើខ្លួនយើងតម្កល់ជាកូនល្អត្រូវមានធម៌សម្រាប់កូនល្អហ្នឹងកូនល្អមានធម៌9 6យ៉ាងទៀតទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរព
ទី3កូនណាព្យាបាលជំងឺម៉ែឪពេលគាត់ឈឺទី4កូនណាបូជាសពធ្វើបន់សពជូនគាត់ពេលគាត់ស្លាប់ទី5កូនណារៀបចំទីកន្លែងតម្កល់អធិធិអធិគុណរបស់ម៉ែឪដោយប្រពៃទី6កូនណានៅតែនឹកឃើញឪពុកម្ដាយចេះតែធ្វើបន់ឧទ្ទិសឲ្យទៅកូននេះតម្កល់ខ្លួនជាកូនល្អហើយកូននឹងមានមហាស្នេហ៍ប្រកែបំផុតតាក់ដោយមនុស្សតាក់ដោយទេវតាតាមស្រឡាញ់ខ្លាំងលើសសារកាលិនថោងទៀតសូម្បីតែប្រអិនក៏ថ្វាយអង្គមពីលើមេឃមកដែរប្រអិនថ្វាយអង្គមកូនល្អនេះទេវតាជាកូនចៅប្រអិននាំគ្នាថ្វាយអង្គមតាមកូនបែបនេះគេហៅកូនមិនចយត់មិនងាយស្លាប់តៃហោងទេអានឹងហើយដែលអាត្មាថាគេស្លាប់លន់ហើយឯងមិនព្រមស្លាប់មកពីអីមកពីពួកយើងជាកូនមិនចយត់មិនងាយស្លាប់តៃហោងទេមិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាឆ្នាំពឹសឆ្នាំពុលទេយោមាតារាំងពេតារាំងវាមច្ចោថាមេនបោសតិទីវាពេណੰតិកឆន្តិមាតាបេតិបរាំងនរាំងកូនប្រុសស្រីណាមានធម៌កតញ្ញូចិញ្ចឹមម៉ែឪប៉ណេះទៅទីកន្លែងណាទេវតានៅគ្រប់ទីកន្លែងនោះតាមថែអាសាកូននឹងឲ្យសុខសប្បាយតួយ៉ាងដោយពពោធិសត្វកើតជាតិណាព្រះអង្គទៅរកចំនួនជួញប្រែដើម្បីចិញ្ចឹមឪពុកម្ដាយមានឧបសគ្គគ្រោះថ្នាក់លិចទុកលិចសពើលិចសប៉ានគេស្លាប់ឡើងប្រងព្រាតព្រះអង្គមិនងាយស្លាប់ចេះទៅរស់ត្រឡប់មកវិញរហូតដល់កើតជាសវណ្ណសាមត្រូវព្រួញហើយព្រមនឹងស្លាប់ក៏មានទេវតាចេញមកជួយឲ្យរស់ថែអាសាជីវិតបន្តទៀតកើតជាមហាជនុលិចនៅក្នុងទឹកក៏មានទេវតាមកជួយទៀតកើតជារតនបជោតកើតទៅជាសត្វគោត្រូវយៈត្រូវខ្លាត្រូវអីចាប់ស៊ីក៏ប៉ុន្តែព្រះអង្គចេះតែមានទេវតាជួយឲ្យរស់បន្តមកទៀតដោយសារអានិសង្សកតញ្ញូគ្រួសារអ្នកមានធម៌កតញ្ញូនេះគឺជាគ្រួសារមានសុភមង្គលដែលព្រះអង្គសម្ដែងប្រាប់ទេវតាថារោគមង្គលនេះអត់ឃើញទេ12ឆ្នាំរកអត់ឃើញព្រះអង្គរកឃើញថាមង្គលដ៏ដំមាន38ប្រការក្នុងនោះមង្គលទី11លោកថាមេត្តាបេតកឧបฏដ្ឋានังអេតមង្គលមុត្តមੰកូនប្រុសស្រីណាទំនុកបំរុងមេត្តាបិតាដោយធម៌កតញ្ញូឈ្មោះថាជាមង្គលដ៏ឧត្តមគ្រួសារនោះនឹងមានសុភមង្គលញមើលឃើញដែរប៉ុន្តែព្រះអង្គរកឃើញហេតុវិនិច្ឆ័យវិញដែរមាន12ផ្លូវតកូនណាឈានជើងចូលទៅជន់ចំវិនិច្ឆ័យហេតុ12ផ្លូវនោះវិនិច្ឆ័យគាថាទី4លោកថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យអីគេវិនិច្ឆ័យហើយចាំជាងអាត្មាទៀតដូច្នេះវិនិច្ឆ័យមកពីពីណាមកពីខ្លួនយើងនាំខ្លួនដើរជន់ផ្លូវវិនិច្ឆ័យមិនដឹងគុណម៉ែមិនដឹងគុណឪវិនិច្ឆ័យហើយវិនិច្ឆ័យនឹងស្អីគេអស់លុយអស់លៀបអស់យោអស់ស័កអស់ទ្រព្យសម្បត្តិឆ្លោះទាស់តែងគ្នាក្តៅក្រហាយក្នុងក្រុមគ្រួសាររស់ស៊ីបាន2 3ថ្ងៃទិញក្អមទិញឆ្នាំងទិញពីង4 10ថ្ងៃឆ្លោះវាយខ្ទេចអស់បោកក្អមបោកចានប្រងប្រៅ2 3ថ្ងៃត្រូវគ្នាទៅទិញមកទៀតហ៎4 10ថ្ងៃឆ្លោះគ្នាប្រងប្រៅមួយជីវិតនឹងឃើញតែពីបានវែកខ្វះឆ្នាំងបានលៃកតាំងខ្វះជាងអេបានកញ្ច្រែងដេខ្វះស្មុកស្លាបានទិញទុយឆ្លោះតោះគ្នាវាយតិចទីអស់ស្រុំលេងលះគ្នាកូនព្រាត់ប្រាស់កូនខ្លះទៅនៅជាមួយយាយកូនខ្លះទៅនៅជាមួយតាកូនខ្លះរត់ចោលម៉ែឪទៅនៅកន្លែងកុមារកព្រាអស់ដូច្នេះហើយគ្រួសារនោះអត់មានសុភមង្គលទេអានឹងហើយដែលគេហៅថាវិនិច្ឆ័យលក់ខ្ទេចលក់ខ្ទីអស់ហើយអស់ទាំងផ្ទះអស់ទាំងសម្បែងអស់ទាំងដីអស់ទាំងធ្លីដើរដេកតាមចោមថ្នល់ធ្លាក់ខ្លួនសុំទានគេទៀតក៏មានដល់ខ្លួនកាន់តែចាស់អាកូនក៏លែងទទួលស្គាល់ប្តីប្រពន្ធលែងទទួលស្គាល់បងប្អូនលែងទទួលស្គាល់ជីវិតសែនកំសត់នឹងហើយដែលគេហៅថាវិនិច្ឆ័យមកពីអីមកពីធ្វើឲ្យព្រះនៅលើផ្ទះក្តៅក្រហាយណាគេព្រះនៅលើផ្ទះណាគេព្រះលើផ្ទះស្រីម្នាក់នោះយកចេកទៅថ្វាយព្រះអង្គថានាងថ្វាយព្រះឯផ្ទះហើយនៅអត់មានព្រះនាងព្រះនៅឯផ្ទះមានឲ្យយកចេកទៅថ្វាយព្រះវិញនាងយកចេកមកដល់ដើររមើលចុះព្រះនៅណាមិនក៏មិនឃើញនិយាយពីយាយចាស់ចំណាស់ប្រហែលជាខ្ទង់ប៉ុណ្ណឹងឯដែរយ៉ាងយាយចាស់ហ្នឹងគាត់ឃ្លានចេកគាត់ឃើញកូនយកចេកគាត់នឹកហីឃ្លានដល់ហើយគេយកទៅណាទៅលោកអើយតាមសម្លឹងចេកគេហ្នឹងយួរចោះយួរឡើងយួរចោះយួរឡើងអាកូននៅវាដើរវែកអញ្ចាំងរមើលព្រះនៅឯណាព្រះមិនក៏មិនឃើញស្រាប់តែចេកទុនកល្បេះធ្លាក់ខ្ពាកយាយនោះនឹកអព្រឹតអាហ្នឹងថ្នងបានអញនៅស្ងៀមជាជាងទំនេរហាមាត់សុំគេខៃលោបានកូនអាហ្នឹងធ្លាក់មួយឲ្យម៉ែម៉ែយកទៅអាហ្នឹងធ្លាក់ហើយអូបានមែនអញថាបានអញបានមែនបកខ្វោកដាក់ធ្លប់ផ្អែមឆ្ងាញ់ក៏អូបពេញមាត់ប៉ុន្តែស្ដាយបានតែមួយណាញោមណានៅមួយស្និតទៀតគេយកទៅបាត់ហើយបានអាចារ្យអ៊ូចង់ថាកូនខ្លះនឹងជឿបនខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តវា
ម៉ែឪស្រីឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញ័រពោះញើសខ្ចាយឃើញសម្លគេកូនឆ្លើយវឹងថ្វាថ្កាទៅឲ្យកូនយកទៅវត្តចោះណាបាននាងនឹងយកចេកទៅដល់វត្តទៅព្រះអង្គសួរថាម៉េចទៅបានឃើញព្រះហើយអត់ទេអត់មានឃើញផងរត់ឃើញចុះបាត់ចេកមួយទៅឯណាអានឹងវាបាត់ធ្លាក់ឲ្យម៉ែហូបបាត់ហើយបានព្រះអង្គថាម៉ែនឹងហើយជាព្រះនៅលើផ្ទះធ្វើបុណ្យជាមួយព្រះនៅវត្តបានបុណ្យប៉ុណ្ណាធ្វើបុណ្យជាមួយព្រះនៅផ្ទះនឹងបានបុណ្យប៉ុណ្ណឹងដែរគាត់ឲ្យពរយើងថាសុកហើយឲ្យពរយើងថាសបាយហើយកុំឲ្យគាត់ជេរដាក់ទំនាយយើងណាញោមអត់ងាយខុសទេហើយម៉ែឪនឹងអញ្ចឹងដែរកុំប្រកែកខឹងកូនជេរដាក់ទំនាយអាចចោលត្រូវគ្រាប់7ទឹកអីប្រយ័ត្នតែកូនដើរក្រុមដើម7ទឹកធ្លាក់គ្រាប់7ទឹកមកបែកក្បាលកូនប្រវាក់ដេ10ថ្នេអីណាញោមម៉ែឪនេះមាត់តែជេរដាក់ទំនាយថាម៉េចអញ្ចឹងណាឆត់ណាស់ចឹងហើយញោមញាតប្រយ័ត្នឲ្យមែនតែននេះហើយបានអាត្មាលើកឡើងរៀបរាប់ប្រាប់ញោមញាតពុទ្ធបរិស័ទថាគ្រួសារណាតម្កល់ខ្លួនជាកូនកតញ្ញូជាកូនល្អត្រូវមានធម៌តម្កល់ខ្លួនជាប្តីប្រពន្ធល្អត្រូវមានធម៌សម្រាប់ខ្លួនឧបាសកឧបាសិកាតម្កល់ខ្លួនដោយប្រពៃគឺតម្កល់ខ្លួនក្នុងត្រៃសរណគមអ្នកជឿត្រៃសរណគមជាឧបាសកជាឧបាសិកាជាមនុស្សមានសទ្ធាសទ្ធោហោតេសីលវាហោតេជាអ្នកមានសិលអ្នកមង្គលិកោហោតេមិនភ្ញាក់ផ្អើលជឿមង្គលភ្ញាក់ផ្អើលព្រះផោះនេះព្រះផោះនោះទេជឿតែពីរឿងកម្មនិងផលអត់មានទៅជឿព្រះផ្សេងទេធ្វើល្អបានល្អយើងលុបភ្លើងយើងអ្នកក្តៅគ្មានណាក្តៅជំនួសទេដូច្នេះហើយសំបីព្រះក៏លោកមានអកុសលវិបាកដែរព្រះអង្គមិនមែនជាអ្នកឲ្យសុខឲ្យទុកយើងទេព្រះអង្គប្រាប់យើងឲ្យយើងដើរព្រះអង្គអត់មានមកជួយធ្វើស្រែស្ទុងស្រូវដករស់ស៊ីឲ្យយើងទេប៉ុន្តែព្រះអង្គប្រាប់ពិធីឲ្យយើងធ្វើដូច្នេះបានសុខបានចម្រើនបានពីខ្លួនយើងទាំងអស់គ្មានព្រះដតីគ្មានអ្នកដតីណាឲ្យទេអ្នកឧបាសកឧបាសិកាជឿអញ្ចឹងហើយអ្នកឧបាសកឧបាសិកានេះគឺមិនស្វែងរកតក្កិណីយបុគ្គលក្រៅសាសនាទេកុំលឺគេថាឲ្យណាព្រះផុសទៅតឹងថ្ងៃព្រះសិអាផុសកដាលស្រះឯណាគ្មានព្រះសិអាគ្មានព្រះដតីឯណាមកផុសក្នុងសម័យសមណគោដមនេះទេតលផុតសាសនាទៅអស់កាលយូរណាស់ណាញោមដូច្នេះជាឧបាសកឧបាសិកាតម្កល់ខ្លួនដោយប្រពៃអញ្ចឹងដែរអ្នកមានសទ្ធាគេចំណាំថាអ្នកមានសទ្ធាតម្កល់ខ្លួនបែបណាទី1អ្នកមានសទ្ធាចូលចិត្តស្ដាប់ធម៌ឲ្យទៅលឺលោកទេសឲ្យទៅលឺលោកណានិយាយធម៌ទី2ចូលចិត្តខ្សែគប់រនអ្នកចេះអ្នកដឹងនឹងរៀនសូត្រពីគេហើយទី3ចូលចិត្តលះបង់ឲ្យទៀនមិនសូវកំណាញ់នេះអ្នកមានសទ្ធាហើយបើតម្កល់ខ្លួនតែប៉ុណ្ណេះសទ្ធោសីលេនសម្បណ្ណោយសោភោគៈសម្មាពិតោយ៉ាងប្រទេសសង្ឃិចតិតថតថេវពុជិតោអានិសង្ឃនៃអ្នកមានសទ្ធាមានសិលនេះទៅប្រទេសណាទៅស្រុកណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លឹងយូរគេតម្លឹងស័កទាំងអស់អញ្ចឹង